សូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលទស្សនានៅលើបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងមួយខ្ញុំនឹងចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចង់ដឹងសូមតាមដានទស្សនាទាំងអស់គ្នាបងប្អូននៅក្នុងចំណុចនេះខ្ញុំចង់ឲ្យបងប្អូនបានដឹងនិងយល់អំពីបញ្ហាមួយចំនួនដែលយើងគួរជៀសវាងនិងប្រុងប្រយ័ត្នក្នុងការបាត់បង់ថាមពលអគ្គិសនីដោយមិនដឹងខ្លួនថាវាបាត់ទៅបែបណាឬក៏អស់ថាមពលនោះទៅដោយរបៀបណាទាំងដែលយើងប្រើប្រាស់ឧបករណ៍នោះគឺមិនមានការថែមឧបករណ៍ចូលទៀតនោះឡើយអញ្ចឹងយើងសួរថាតើថាមពលទាំងអស់នោះតើវាបាត់ទៅណាហើយវាបាត់ទៅដោយរបៀបណាតោះចឹងទៅតាមដានទស្សនាទាំងអស់គ្នាចំណុចទី1នោះគឺបងប្អូនដែលចាប់អារម្មណ៍ដែរឬទេគឺនៅលើกระดาษវិក័យប័ណ្ណបំភ្លើងរបស់បងប្អូនគឺវាមានប្រវត្តិប្រើប្រាស់ប្រចាំខែនីមួយៗណារាប់ចាប់ពីខែដែលយើងប្រើប្រាស់ថាអគ្គិសនីដំបូងមកម្លេះក្នុងចំណុចនេះគឺបងប្អូនត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ត្រង់ថាយើងត្រូវតែតាមដានវាឲ្យបានច្បាស់លាស់ព្រោះនៅក្នុងចំណុចនោះវាបានកត់ត្រាប្រវត្តិនៃការប្រើប្រាស់របស់យើងពីមួយខែទៅមួយខែពីមួយខែទៅមួយខែប្រសិនបើបងប្អូនតាមដានច្បាស់ហើយបងប្អូននឹងដឹងថាការប្រើប្រាស់របស់យើងក្នុងខែនេះឬក៏ខែបន្តខែខាងក្រោយវាមានការខុសគ្នាយ៉ាងដូចម្តេចអញ្ចឹងនៅពេលដែលបងប្អូនបានឃើញទិន្នន័យបែបនេះបងប្អូននឹងអាចសន្និដ្ឋានបានថាការប្រើប្រាស់របស់យើងប្រកាសជាខុសប្រក្រតីហើយអញ្ចឹងប្រសិនបើខុសប្រក្រតីនឹងមានការសង្ស័យបែបនេះបងប្អូនមិនត្រូវនៅស្ងៀមឡើយបងប្អូនត្រូវតែស្នើសុំទៅខាងអគ្គិសនីឬមួយក៏ហៅអ្នកជំនាញអគ្គិសនីដើម្បីឲ្យគេមកចែកជូនព្រោះការកើនឡើងគីឡូបែបនេះឬក៏កើនឡើងថាមពលបែបនេះខុសប្រក្រតីបែបនេះគឺធ្វើឲ្យបាត់បង់ថវិកាបងប្អូនជាច្រើនអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្ននិងធ្វើយ៉ាងណាតាមដានវាឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យវាមានការបាត់បង់ថាមពលក្នុងខែបន្តទៅទៀតអញ្ចឹងបងប្អូនអាចចូលទៅចំណុចទី2នៅក្នុងចំណុចនេះគឺមិនមានអ្វីច្រើនទេគឺគ្រាន់តែថាបងប្អូននៅពេលដែលប្រើប្រាស់ឧបករណ៍អគ្គិសនីណាមួយបងប្អូនគួរតែរៀនស្វែងយល់អំពីឧបករណ៍នោះឲ្យបានច្បាស់លាស់ដើម្បីជៀសវាងក្នុងការប្រើប្រាស់ខុសឧទាហរណ៍នៅលើទូទឹកកកមួយចុះនៅពេលដែលយើងប្រើប្រាស់ទូទឹកកកជាធម្មតាយើងតែងតែដោតវាទុកចោលអញ្ចឹងទៅប៉ុន្តែប្រសិនបើយើងមិនមានសម្ភារៈណាមួយដែលត្រូវខ្លះសេឬមួយក៏យើងចង់ដកវាចេញយើងពេលខ្លះយើងអាចនឹងដកប៉ុន្តែក្នុងចំណុចនេះបងប្អូនគួរជៀសវាងឲ្យបានឆ្ងាយកុំឲ្យមានការដកវាបែបនេះព្រោះបើសិនយើងចង់សន្សំសំចៃថាមពលដោយការដកភ្លើងវាចេញនៅពេលដែលយើងមិនមានអ្វីដាក់ចូលក្នុងទូនោះគឺវាធ្វើឲ្យមានការកើនឡើងថាមពលរបស់យើងផងដែរក្នុងចំណុចនេះបងប្អូននឹងឆ្ងល់ថាតើវាកើនឡើងដោយរបៀបណាការកើនឡើងថាមពលនេះគឺវាមិនមែនជាការអីទេគឺវាកើនឡើងនៅពេលដែលយើងដកវាធម្មតាគឺសីតុណ្ហភាពរបស់វាគឺកំពុងតែត្រជាក់ហើយក្នុងទូនោះអញ្ចឹងនៅពេលដែលយើងដកវាបាត់គឺវានឹងថយសីតុណ្ហភាពទូនោះចុះបន្តិចម្ដងលុះប្រាណាទៅអស់អញ្ចឹងនៅពេលដែលបងប្អូនតម្រូវការរបស់បងប្អូនចង់ដាក់វាវិញបងប្អូនដោតវាទៀតអញ្ចឹងវាធ្វើឲ្យថាមពលរបស់វាកើនឡើងសាជាថ្មីមានថាវាស៊ីថាមពលម្ដងទៀតអញ្ចឹងថាមពលនោះវាបានប្រឹងស្រូបទាញថាមពលដើម្បីយកមកចិញ្ចឹមទូនេះមួយឯងអញ្ចឹងទូនេះគឺវាធ្វើយ៉ាងណាដើម្បីឲ្យវាត្រជាក់ឡើងវិញគឺវាត្រូវការស៊ីថាមពលនឹងឯងអញ្ចឹងបងប្អូនគួរតែជៀសវាងឲ្យបានឆ្ងាយក្នុងការដកបែបនេះចំពោះទូទឹកកកឬមួយក៏សម្ភារៈផ្សេងទៀតដែលបងប្អូនប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងចំណុចទី3នេះបងប្អូនគឺក៏មិនមានអីច្រើនទេគឺគ្រាន់តែថាបងប្អូនគួរតែយកចិត្តទុកដាក់ទៅលើការថែទាំយ៉ាងដូចម្តេចគឺការថែទាំប្រព័ន្ធ
អគ្គិសនីនៅក្នុងផ្ទះរបស់បងប្អូនចំណុចនេះគឺវាសំខាន់ខ្លាំងណាស់បងប្អូនគួរតែចាប់អារម្មណ៍វាបន្តិចប្រសិនបើបងប្អូនប្រហែសដោយឲ្យវាឆ្លងឬមួយក៏វាមានបញ្ហាណាមួយដោយមិនដឹងខ្លួននៅក្នុងផ្ទះរបស់យើងអញ្ចឹងវាជារឿងមួយបញ្ហាមួយទាត់ធំតែម្ដងធំនោះគឺយើងបាត់បង់ថាមពលដោយមិនដឹងខ្លួនបាត់បង់គីឡូដោយមិនដឹងខ្លួនអញ្ចឹងបងប្អូនគួរតែហៅជាងជំនាញអ្នកជំនាញអគ្គិសនីមកដើម្បីឲ្យគេធ្វើការតេស្តជូនបងប្អូនថាតើក្នុងផ្ទះរបស់បងប្អូនមានការឆ្លងចរន្តអគ្គិសនីដែរឬទេប្រសិនបើមានគេនឹងជួសជុលជូនបងប្អូនតែប្រសិនបើមិនមានទេគឺវាជាការល្អដែលយើងបានហៅជាងជំនាញដែលគេមានជំនាញពិតប្រាកដឲ្យមកតេស្តឧបករណ៍របស់យើងតើវាមានបញ្ហាឬទេអញ្ចឹងបងប្អូនគួរតែហៅបងអ្នកជំនាញមកតេស្តឧបករណ៍របស់បងប្អូនរយៈពេល6ខែម្ដងទៅ1ឆ្នាំម្ដងបើសិនជាយល់ល្អយើង6ខែម្ដងទៅដើម្បីជៀសវាងការឆ្លងជាប្រចាំខែយើងអត់ដឹងខ្លួនឬក៏ចំណាយលុយដោយមិនត្រូវចំណាយអញ្ចឹងណាអញ្ចឹងក្នុងចំណុចនេះបងប្អូនគួរតែយល់ដែរប្រសិនបើយើងទុកវាតាមដំណើររបស់យើងទាំងដែលវាមិនមានការលូតឌីសង្ទ័រឬវាមិនបង្ហាញឲ្យយើងដឹងវានឹងអាចបណ្ដាលឲ្យយើងបាត់បង់ថាមពលអគ្គិសនីដោយពុំដឹងខ្លួនចំពោះចំណុចទី4នេះគឺខ្ញុំចង់និយាយអំពីលើខ្លួនយើងទាំងអស់គ្នាមានន័យថាម្ចាស់ផ្ទះនីមួយៗចំពោះចំណុចនេះគឺម្ចាស់ផ្ទះគួរតែជៀសវាងឲ្យបានឆ្ងាយប្រសិនបើយើងមិនមែនជាអ្នកអគ្គិសនីយើងគួរតែរកអ្នកអគ្គិសនីណាមួយដែលជាអ្នកជំនាញដើម្បីមកធ្វើការដំឡើងប្រព័ន្ធក្នុងផ្ទះរបស់យើងឲ្យបានត្រឹមត្រូវយើងមិនត្រូវសន្សំសំចៃថវិកាទាំងដែលយើងមិនចេះនោះឡើយប្រសិនបើយើងព្យាយាមធ្វើវាដោយខ្លួនឯងវាអាចនឹងបណ្ដាលឲ្យមានហានិភ័យខ្ពស់អញ្ចឹងបងប្អូនគួរតែជៀសវាងអញ្ចឹងវីដេអូនេះក៏មកដល់ទីបញ្ចប់ហើយចំណុចទាំងប៉ុន្មាននេះខ្ញុំសង្ឃឹមថាបងប្អូននឹងបានស្ដាប់និងបានយល់ហើយបងប្អូននឹងពិចារណាទាំងអស់គ្នាប្រសិនបើមានកំហុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសដល់ខ្ញុំផងនិងសូមចូលរួមខមមិននៅខាងក្រោមដល់ជាមតិនៅខាងក្រោមដើម្បីបងប្អូនរបស់យើងបានឃើញនិងដឹងឮទាំងអស់គ្នាអញ្ចឹងវីដេអូនេះចប់តែត្រឹមនេះអញ្ចឹងសូមអរគុណសូមជម្រាបលា